បាទបងប្អូននិយាយពីរឿងស្រូវចុះថោកបងប្អូនណាបាទតាស្រូវថោកវាថោកហើយបងប្អូនណាវាមិនមែនមកពីឈ្មួញកដាលមកពីអីទេបងប្អូនណាសូមអ្នកខ្លះចិត្តតែជឿអញ្ចឹងអីឈប់ជឿទៅបងប្អូនណាបាទតាស្រូវថោកវាថោកហើយមិនអោយគេថាថោកក៏មិនបើ1គីឡូ600មែនមកគេថា600ស្រូវថោកទៅបន្ទោសឈ្មួញកដាលគ្នាដឹកស្រូវចំណេញមួយតោនតែ50000 60000ហ្នឹងវាចង់ច្រើនជ្រុលផងបងប្អូនណាឈ្មួញកដាលរោស៊ីស្រូវនេះបថុយប្រឋានអ្នកខ្លះដាច់បាយអត់ទាំងមានលុយបង់ធនាគារផងយើងទៅចោតគ្នាឈ្មួញកដាលចង្ការគ្នាលើកស្រូវយកពីយើងទៅលក់កសិករឲ្យលុយព្រុសយកទៅដល់រោម៉ាស៊ីនចាពាក់គ្នាអាខ្លះដល់6ខែអាខ្លះ1ឆ្នាំមិនទាន់ឲ្យគ្នាផងបងប្អូនណាមិនមែនឈ្មួញកដាលនឹងយកស្រូវពីបងប្អូនកសិករទៅធ្វើមានធ្វើបានឯណាខ្មោចយកឯណាទេឈ្មួញកដាលនៅស្រុកក្នុងភូមិបងប្អូនស្គាល់ហើយមិនតែមានជី5មួយចិត្តឯណាជីតាឡាន pick up 10000ជាងដូចតែយើងដែរហ្នឹងទៅបន្ទោសគ្នាណាមានទេកុំចិត្តតែចោតគ្នាអញ្ចឹងបងប្អូនណាងាប់តកសិករគ្នាយើងទេស្រូវចុះថោកហ្នឹងគឺមូលហេតុហ្នឹងគឺមកពីត្រីវាមិនស៊ីស្រូវបើត្រីសមុទ្រចេះដាំបាយដាំអីស៊ីនោះស្រូវវាមិនថោកទេបងប្អូនណាឲ្យតែត្រីចេះស៊ីបាយដោយតែមនុស្សស្រូវវាបានថ្លៃហើយកុំទៅបន្ទោសឯណាមកវាឈ្មួញកដាលអត់ទេមកពីត្រីទេបងប្អូនណាត្រីវាអត់ចេះស៊ីបាយវាចេះតែស៊ីស្លែស៊ីសត្វល្អិតកុំទៅនិយាយអញ្ចឹងងាប់ហើយនរកប្រែតណាបងប្អូនណាយើងកាន់ពុទ្ធសាសនាយើងធ្វើឲ្យវាច្បាស់លាស់កុំទៅចោតប្រកាន់លៀបពណ៌គ្នាអញ្ចឹងងាប់គ្នាឈ្មួញកដាលហ្នឹងឈ្មួញកដាលគ្នាអ្នកល្អជាទេបងប្អូនណាវាគ្មានទេហើយបើបងប្អូនមិនជឿបងប្អូនដឹកទៅលក់នៅរោងម៉ាស៊ីនផ្ទាល់ទៅខុសគ្នាអស់យ៉ាងមួយតោន 2-30000ទេបងប្អូនណាមួយតោនគ្នាចំណេញបាន 2-30000ហ្នឹងដឹកផងអីផងទៅរួមបានលុយហ្នឹងជួនកាលរោងម៉ាស៊ីនចាពាក់ធ្វើបាបគ្នាលិចអាចលិចនោមទៀតហ្នឹងហើយយើងទៅចោតប្រកាន់ឈ្មួញកដាលឯណាអញ្ចឹងងាប់អាគ្នាឈ្មួញកដាលហ្នឹងតែប្រហែលគេថាឈ្មួញកដាលមានទៀតទៅប្លន់គ្នាទៀតមិនដឹងគ្នាមានអីគ្នាខ្លះដាច់បាយខ្លះខូចធនាគារបាត់ហើយឈ្មួញកដាលបងប្អូនអើយយើងធ្វើស្អីក៏ដោយយើងកាន់ពុទ្ធសាសនាយើងនិយាយស្ដីឲ្យវាមានភាពច្បាស់លាស់សមរម្យទទួលខុសត្រូវទៅកុំចិត្តតែបង្កើតព័ត៌មានបើសិនតែយើងមិនអាចធ្វើទីផ្សារស្រូវឲ្យបានថ្លៃទេយើងនៅឲ្យស្ងៀមទៅកុំទៅចោតគ្នាអញ្ចឹងលៀបពណ៌គ្នាបងប្អូនណាមានព្រះមានអិតិស័ក្តិសិទ្ធិបងប្អូនណានរកប្រែតណាបងប្អូនកុំចិត្តឲ្យយួរពាក្យអញ្ចឹងនិយាយប្រកាច់ប្រខូចគ្នាសំណោះហ่าបងប្អូនទៅនិយាយភាសាអញ្ចឹងសិតតែជាជនរងគ្រោះដូចគ្នាអ្នកស្រែក៏រងគ្រោះឈ្មួញកដាលក៏រងគ្រោះដែរបងប្អូនណាគេមិនឲ្យលុយគ្នាដល់ឥឡូវ1គីឡូហើយរោងម៉ាស៊ីនកិនកទៅនាំចេញកណាវាមិនរួចមិនឲ្យគ្នាមានអីទិញមានដើមមានណាទិញទៀតវាមិនអត់អញ្ចឹងស្រូវចុះថោកហ្នឹងគឺប្រហែលជាអាចតាក់ទងនឹងត្រីវាចេះស៊ីបាយបងប្អូនណាបើត្រីចេះចាយលុយត្រីចេះស៊ីបាយវាឡើងថ្លៃហើយធ្វើស្រែរាប់ឆ្នាំស្រូវថោកមកពីអីគេដឹង